ប្រកាសចែកផ្លូវពីភរិយាបានប៉ុន្មានថ្ងៃអតីតស្វាមីកែវសុបញ្ញាថាកំពុងរស់នៅគ្មានសល់អ្វីតែសំណាងជួបរឿង3យ៉ាងចាកាលពីថ្ងៃទី3ខែមករាឆ្នាំ2026កន្លងទៅនេះអ្នកគាំទ្រតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសអ្នកនាងកែវសុបញ្ញាបានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីស្វាមីរបស់អ្នកនាងគឺលោកប៉ាល់ ប៉ោ សៀងបានបង្ហោះសារបញ្ចប់ចំណងប្តីប្រពន្ធនឹងគ្នាចាំក្នុងនោះដែរអតីតស្វាមីរបស់អ្នកនាងកែវសុបញ្ញាក៏បានបញ្ជាក់ដែរថាលោកនិងអតីតភរិយាបានព្រមព្រៀងគ្នាផ្តិតមេដាយនៅតុលាការនិងបញ្ចប់ភាពជាប្តីប្រពន្ធគ្នាដោយសន្តិវិធីងាកទៅកាន់អ្នកនាងកែវសុបញ្ញាវិញបានបង្ហោះសារមួយរៀបរាប់ពីជីវិតដែលអ្នកនាងព្យាយាមបង្ហាញភាពរឹងមាំទទួលស្គាល់ការពិតប្រឈមនឹងបញ្ហានិងរក្សាផ្លូវចិត្តឲ្យរឹងមាំបន្តដំណើរជីវិតទៅមុខដោយឡែកនៅថ្ងៃទី10ខែកុម្ភៈឆ្នាំ2026កន្លងទៅនេះអតីតស្វាមីអ្នកនាងកែវសុបញ្ញាគឺលោកប៉ាល់ ប៉ោ សៀងបានបង្ហោះសាររៀបរាប់ពីជីវិតរបស់ខ្លួននៅពេលនេះគឺកំពុងត្រូវបានអ្នកដទៃវាយតម្លៃសារនោះដែរលោកប៉ាល់ ប៉ោ សៀងបានបង្ហោះនៅលើគណនី Facebook ផ្ទាល់ខ្លួនដោយរៀបរាប់ថាពេលវេលាដែលយើងគ្មានអ្វីសោះបាត់បង់គ្រប់បែបយ៉ាងគឺជាពេលវេលាដែលគេវាយតម្លៃយើងខ្លាំងបំផុតរស់នៅដោយគ្មានសល់អ្វី 0% សួរថាខ្ញុំបាក់ទឹកចិត្តទេអត់ទេលើពីនោះអតីតស្វាមីរបស់តារាចម្រៀងស្រីខាងលើក៏បានបញ្ជាក់ថាលោករស់នៅដោយគ្មានសល់អ្វីប៉ុន្តែលោកសំណាងដែលបានជួបរឿង3យ៉ាងគឺក្នុងជីវិតខ្ញុំមានសំណាង3ដងសំណាងទី1គឺសំណាងដែលខ្ញុំកើតមកមានរូបរាងស្អាតបាតសំណាងទី2មានការងារត្រឹមត្រូវសំណាងទី3គឺសំណាងឲ្យខ្ញុំស្គាល់ពិភពលោកពិតប្រាកដអរគុណពេលវេលាដែលឲ្យខ្ញុំស្គាល់ពីជម្រៅចិត្តគំនិតមនុស្សច្បាស់លាស់រីករាយថ្ងៃចំណុចចាប់ផ្ដើមសារជាថ្មីម្ដងទៀតគួរជម្រាបថាអ្នកនាងកែវសុបញ្ញានិងអតីតស្វាមីសាងចំណងគ្រួសាររួមរួចទទួលបានកូនស្រីមួយរូបកាលពីខែសីហាឆ្នាំ2025តែជាអកុសលក្រោយឃើញពន្លឺព្រះអាទិត្យបានប្រមាណ4ខែកូនស្រីរបស់អ្នកទាំងពីរក៏បានទទួលមរណភាពកាលពីអំឡុងខែធ្នូឆ្នាំ2025ចាហើយអត្ថបទព័ត៌មានដែលនាងខ្ញុំជម្រាបជូនខាងលើនេះចាគឺមានតែប៉ុណ្ណឹងចាសូមអរគុណសូមជម្រាបលា